និយាយទៅមុនពេលទៅលេងនេប៉ាល់ហ្នឹងខ្ញុំស្រាវជ្រាវមើលវីដេអូផ្សេងៗតាម YouTube ផង Facebook ផងអីអញ្ចឹងណាហើយខ្ញុំមើលប៉ះចំវីដេអូបង Ricky H គាត់ទៅលេងនេប៉ាល់ហើយខ្ញុំចាំពាក្យគាត់និយាយថានៅនេប៉ាល់ហ្នឹងគេអត់ស៊ីផ្លេដូចនៅឥណ្ឌាទេចុះនៅនេប៉ាល់ខ្ញុំជួបប៉ុណ្ណឹងទម្រាំនៅឥណ្ឌាកម្រិតណាទៅហើយហ្នឹងគ្រាន់តែជាមួយផ្នែកតូចដែលខ្ញុំថតបានណានិយាយទៅគឺនៅក្នុងទីក្រុងហ្នឹងគឺអ៊ូអាប់ហ្មងណាគេអត់ចូលចិត្តសលេងកាផ្លេសលេងសារ៉ែតអីហ្នឹងគឺថាដឹងតែឈឺក្បាលវិលមុខនៅហ្នឹងហ្មងហើយហ្នឹងនៅក្នុងរាជធានីរបស់គេនិយាយទៅខ្ញុំចាំបានណាគ្រាន់តែពេលខ្ញុំចុះពីតាក់ស៊ីលើកអីវ៉ាន់ចុះអត់ទាន់ទេណាគឺតាក់ស៊ីឈប់តាមផ្លែតគឺថាកាផ្លេចង់បែកទៅជាខ្ញុំធម្មតានៅខ្មែរយើងឃើញយើងរវល់ចុះពីតាក់ស៊ីចុះអីអញ្ចឹងយើងយោគយល់អធ្យាស្រ័យគ្នាអីអញ្ចឹងណា Buddha place. Many people live in Buddha place. ហើយនិយាយថានៅនេប៉ាល់ហ្នឹងគឺគេមានជំនឿខ្លាំងហ្មងហើយបើនិយាយពីព្រះរបស់គេគឺមានគ្រប់ទីកន្លែងហ្មងគ្រាន់តែរៀបរាប់ឈ្មោះព្រះតកុងឡានរៀបរាប់ឈ្មោះព្រះតាមផ្លូវឲ្យពួកខ្ញុំស្ដាប់ហ្នឹងគឺថារាប់អត់អស់ តែអីដែលខ្ញុំចូលចិត្តនៅទីក្រុងខាត់ម៉ាន់ឌូប្រទេសនេប៉ាល់ហ្នឹងគឺទាក់ទងជាមួយអាកាសធាតុស្របពេលដែលអាកាសធាតុស្រុកយើងឡើងដល់40អង្សាអីណាគឺនៅខាត់ម៉ាន់ឌូត្រជាក់មែនទែនធំ20អីអង្សាគឺអស់ហើយបើពេលយប់គឺថាអាចចុះដល់10អង្សាជាងបើអីនៅទីក្រុងហ្នឹងគឺព័ទ្ធទៅដោយភ្នំហើយសម្បូរដើមឈើមែនទែន ហើយជាទូទៅនៅនឹងបើកឡានបើកអីគេអត់ដែលបើកម៉ាស៊ីនត្រជាក់ឯគេចំហប៉អួចហើយពេលយប់ឡើងអីគឺដេកអត់ដាក់កង្ហារម៉ាស៊ីនត្រជាក់អីទេគឺខ្យល់ធម្មជាតិរបស់គេគឺត្រជាក់ខ្លាំងមែនទែនត្រូវការព្រួយក្រាស់ៗអីទៅ10បានទប់ជាប់ហើយពេលល្ងាចឡើងនៅទីក្រុងរបស់គេនឹងអ៊ូអរដែរមនុស្សដើរខ្វាត់ខ្វែងចុះឡើងអីអញ្ចឹងណាហើយដើរក៏មកដល់កន្លែងប្រាសាទគេក៏ឈៀងចូលបន្តិចទៅហើយក៏បន្តដំណើរដើរបន្តទៀតនិយាយទៅគឺគេដើរខ្វាត់ខ្វែងពេញហ្នឹងហ្មងប៉ុន្តែមិនមែនឃើញមនុស្សជុំជនអ៊ូអរខ្វាត់ខ្វែងអញ្ចឹងហើយស្រួលរករបស់ញ៉ាំដូចស្រុកយើងឯណាគឺពិបាករករបស់ញ៉ាំមែនតែនតតាពួកខ្ញុំកក់តាក់ស៊ីមកតំបន់កន្លែងភ្ញៀវទេសចរច្រើនបរទេសច្រើនណាបានយើងមានអាហារកូរ៉េអាហារចិនអីញ៉ាំអញ្ចឹងណា ហើយផ្លូវដែលខ្ញុំទៅហ្នឹងមានឈ្មោះថាផ្លូវ Tamil Mark តំបន់នៅតំបន់ Tamil ដែលជាផ្សារល្បីនៅទីក្រុង Kathmandu ផ្ទាល់ណាហើយនិយាយទៅតំបន់ Tamil ហ្នឹងគឺជាកន្លែងដែលប្រមូលផ្ដុំគ្រប់អាជីវកម្មនៅហ្នឹងណាហើយជាពិសេសគឺមានលក់វត្ថុអនុស្សាវរីយ៍អីជាច្រើនខ្លាំងមែនតើហើយសម្បូរបែបទៀតតែទៅដល់កន្លែងទំនិញសម្បូរបែបអញ្ចឹងណារៀនខ្វាត់ចិត្តហាមចិត្តខ្លួនឯងខ្លះកុំឲ្យដូចពួកខ្ញុំណា Ai sao tôi là ai cứ sao thế cái biết lôi pha ông đã xí thế dài tôi xí bay mẹ ông nè bây giờ ai cứ vui tắt ai cứ này lẹ tôi không ai tại tôi biết lẹ tôi không có I don't know ผมน่ะไปทอดเสื้อเป็นไม้สิមែនហ្នឹងហើយដឹងច្បាស់អីហ្នឹងថ្ងៃហ្នឹងដើរចំតែគេថតកុនហើយសំខាន់ដើរចូលកាមេរ៉ាគេទៀតអត់ដឹងគេថតកុនហ៎ហើយអាកូនតួកុនថតធ្វើអត់មានបាយស៊ីហ្នឹងណាមកឡើងបារាំងហើយពួកខ្ញុំអ្នកដើរស៊ីវិល័យហៃសូជះលុយនេះមកឡើងនេប៉ាល់ខ្ញុំថាប្ដូរយកពួកខ្ញុំទៅថតវិញប្រហែលជាសមជាង នឹងហើយបន្ទាប់ពីទិញរបស់របរអីផ្ញើអ្នកខ្មែរអីអស់ហើយពួកយើងក៏បន្តដំណើរទៅអូតែលវិញហើយសម្រាប់វីដេអូរបស់ខ្ញុំនៅទីក្រុងខាត់ម៉ាន់ឌូប្រទេសនេប៉ាល់ហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនទាំងអស់គ្នាបាយបាយ